អ្នកទាំងអស់គ្នាមានដែរគិតអត់ថានៅពេលដែល Hayabusa ជាមួយនឹង Hanabi Lancelot ជាមួយនឹង Oda ចេញ skin Valentine រួចហើយ Mobile Legends នឹងធ្វើការចេញ skin Valentine ឲ្យ hero គូណាទៀតទៅបើ hero នៅក្នុង Mobile Legends ដូចជា hero គូស្នេហ៍ហ្នឹងតែអត់អីទេនៅក្នុងវីដេអូមួយហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើល hero ចំនួន3គូដែលស័ក្តិសមនឹងចេញ skin Valentine ជាមួយគ្នាទី1គឺគូ Amon Man Amon ជាមួយនឹង Florence ហើយក៏ Man Amon ជាមួយនឹង Nathan ដែរគឺជាគូ Amon ជាមួយនឹង CC សម្រាប់គូហ្នឹងខ្ញុំមិនមែនចិត្តតែនឹកឃើញចាប់ដាក់ទេប៉ុន្តែទំនាក់ទំនងរបស់ hero ទាំងពីរហ្នឹងគឺជាមិត្តជិតស្និទ្ធនឹងគ្នាឬក៏មិត្តដែលក្បែរខាច់ជាសង្សារអីចឹងណាសំខាន់នៅក្នុងសាច់រឿងឬក៏ trailer ខ្លីៗដែល Mobile Legends បានធ្វើគឺថាតួអង្គទាំងពីរហ្នឹងគឺមានភាពស្និទ្ធស្នាលផ្អែមល្ហែមមួយគ្នាខ្លាំងមែនទែនអញ្ចឹងខ្ញុំគិតថាតួអង្គនេះគឺជាគោលដៅបន្តតែមុនទៅនឹងធ្វើ skin Valentine ឲ្យហើយចូលមកដល់គូទី2គឺជាគូរបស់ Yozong ជាមួយនឹង Luyi តាមពិតទៅទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់គ្រាន់តែជាដៃគូជាមួយនឹងគ្នាទេប៉ុន្តែអ្នកទាំងអស់គ្នាគិតមើលទៅដើម្បីទៅតាម Luyi Yozong សុខចិត្តខ្លាចជាសត្រូវជាមួយនឹងមិត្តភក្តិតាំងពីក្មេងរបស់ខ្លួនឯងគឺវ៉ាន់ហ្នឹងហើយនឹងខ្លាចជាសត្រូវរបស់ក្រុម Oriental Fighter ទាំងមូលទៀតហើយម្យ៉ាងទៀតគូ Yozong ជាមួយនឹង Luyi នេះក៏មាន fan គាំទ្រច្រើនគួរសមដែរអញ្ចឹងខ្ញុំគិតថាស័ក្តិសមនឹងចេញ skin Valentine ជាមួយគ្នាហើយតោះឥឡូវយើងបន្តមកកាន់គូទី3គូទី3គឺ Cry Baby Store សម្រាប់គ្នាយើងណាដែលមានតម្រូវការដាក់ពេជ្រ Mobile Legends Free Fire ឬ game ផ្សេងៗក្នុងតម្លៃធូរថ្លៃមានសុវត្ថិភាពកុំភ្លេចដាក់តាមរយៈ Cry Baby Store ដោយសារតែនៅ Cry Baby Store គឺថាមានតម្លៃធូរថ្លៃមានសុវត្ថិភាពខ្លាំងមែនទែនបាទអ្នកទាំងអស់គ្នាចង់ដាក់ចុចទៅលើ link ដែលមាននៅក្នុង caption បានដែលមានទាំង link page ហើយនិង link website Cry Baby Store ផងដែរតោះឥឡូវយើងក៏លេចមកមើលជាមួយនឹងគូទី3សម្រាប់គូទី3គឺជាគូវិសាណាជាមួយនឹង Leomon សម្រាប់ទំនាក់ទំនងរបស់ Leomon ជាមួយនឹងវិសាណាក៏ស្រដៀងគ្នាជាមួយនឹង Granger ហើយនិង Sivana ដែរអញ្ចឹងសម្រាប់គូមួយនេះខ្ញុំគិតថាក៏អាចទៅរួចដែរលើពីហ្នឹងខ្ញុំក៏ធ្លាប់បានឃើញជាមួយនឹងគំនូ fan art លក្ខណៈគូបែប couple គ្នាអញ្ចឹងមើលទៅគឺថាសមគ្នាខ្លាំងមែនតើលើពីហ្នឹងវិសាណាគឺមាន skin មួយដែលជា skin តំណាងឲ្យ Snow White អីចឹងណាហើយ Leomon គឺស័ក្តិសមជាបរិយាបុត្រជីសេះសខ្លាំងមែនតើអូខេអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេគ្នាយើងបើសិនជាគ្នាយើងចាប់អារម្មណ៍ថាមានគូណាដែលស័ក្តិសមជាងនឹងទៀតអ្នកនរគ្នាអាច comment ឲ្យខ្ញុំបានដឹងផង